បង្ហាញនាវាចម្បាំងថ្មីរបស់កម្ពុជាមិនបានឆ្លងផុតការចាប់អារម្មណ៍របស់ថៃទេតបជើងទឹកថៃឥឡូវនិយាយថានាវា frigate របស់កម្ពុជាអាចបង្កើនភាពតានតឹងក្នុងដែនសមុទ្រហើយបានជំរុញឲ្យទ័ពរបស់ខ្លួនពន្លឿនការទិញនាវាចម្បាំង frigate ថែមទៀតនិងនាវាមួយទឹកផងដែរសារព័ត៌មានថៃ PBS រាយការណ៍នៅថ្ងៃទី10ខែសីហាឆ្នាំ2026ថាលោកប៉ារ៉ាច់រតនាឆៃយ៉ាប៉ានអ្នកនាំពាក្យកងទ័ពជើងទឹកថៃបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថាថៃបានដឹងជាយូរមកហើយអំពីការអភិវឌ្ឍសមត្ថភាពទ័ពជើងទឹករបស់កម្ពុជាហើយមិនបារម្ភចំពោះការកើនឡើងនេះទេប៉ុន្តែលោកថាការដាក់ឲ្យប្រើប្រាស់នាវាចម្បាំងថ្មីដែលកម្ពុជាទទួលបានពីចិនអាចបង្កើនភាពតានតឹងក្នុងដែនសមុទ្រក្នុងតំបន់ជាពិសេសនៅភាគខាងជើងឈូងសមុទ្រថៃការលើកឡើងនេះធ្វើឡើងក្រោយនាវាកម្ពុជាបានយកនាវាចម្បាំងថ្មីប្រភេទ frigate 622កោះកុងសែនជ័យចេញហ្វឹកហ្វឺននិងធ្វើនាវាចរល្បាតក្នុងដែនសមុទ្រកម្ពុជាកាលពីថ្ងៃទី8ខែសីហាអ្នកនាំពាក្យកងទ័ពជើងទឹកថៃនិយាយថាការហ្វឹកហ្វឺនបែបនេះគឺជារឿងធម្មតាប៉ុន្តែលោកប៉ារ៉ាច់ក៏សម្គាល់ថាសមត្ថភាពទ័ពជើងទឹករបស់កម្ពុជាបានបោះជំហានធំពីការប្រើនាវាល្បាតតូចៗនិងចាស់ៗទៅកាន់នាវាចម្បាំងប្រភេទ frigate ដែលមានទំហំធំនិងសមត្ថភាពខ្ពស់ជាងមុនដូច្នេះទ័ពជើងទឹកថៃត្រូវវិតម្លៃស្ថានភាពឡើងវិញការវិវត្តរបស់កម្ពុជានេះក៏ត្រូវបានទ័ពជើងទឹកថៃយកមកបញ្ជាក់ពីភាពចាំបាច់របស់ខ្លួនក្នុងការពន្លឿនការទិញនាវាចម្បាំង frigate បន្ថែមទៀតនិងធានាឲ្យគម្រោងនាវាមួយទឹករបស់ខ្លួនដំណើរការតាមផែនការដើម្បីឲ្យអាចដាក់ប្រើប្រាស់បានឆាប់តាមទិន្នន័យកងនាវាឆ្នាំ2026ថៃមាននាវា frigate 7គ្រឿងនិង corvette 7គ្រឿងរួចហើយប៉ុន្តែទ័ពជើងទឹកថៃថាត្រូវតែពន្លឿនការទិញ frigate បន្ថែមដើម្បីកុំឲ្យសមត្ថភាពធ្លាក់ពីក្រោយភាគីម្ខាងទៀតក្នុងន័យសំដៅមកកម្ពុជានាវា622កោះកុងសែនជ័យគឺជានាវាចម្បាំងទំនើបដំបូងប្រភេទ frigate របស់កម្ពុជាដែលចិនផ្ដល់ជាជំនួយយោធាសរុបចំនួន2គ្រឿងនាវាទី1បានមកដល់មូលដ្ឋានសមុទ្ររៀមកាលពីថ្ងៃទី4ខែមេសាឆ្នាំ2026ខណៈមួយគ្រឿងទៀតនឹងក្រុងមកដល់នៅឆ្នាំ2027ខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.